ថ្ងៃនេះនាងខ្ញុំមកចែករំលែកពីរបៀបធ្វើបង្អែមចេកខ្ទិះពិធីបុណ្យចូលឆ្នាំខ្មែរក៏គៀកចិត្តនឹងចូលមកដល់ដែរសម្រាប់បងប្អូនដែលមានបំណងចង់ធ្វើបង្អែមទៅវត្តតែរោមុខមិនទាន់ឃើញអីអាចសាកធ្វើបង្អែមចេកខ្ទិះនេះបានឆ្ងាញ់ហើយស្រួលធ្វើមែនតើចេកដែលខ្ញុំយកមកធ្វើបង្អែមក្នុងថ្ងៃនេះគឺចេកកមួនណាបានពីម៉ាក់ក្មេកខ្ញុំគាត់ផ្ញើមកទៅរាល់ដងធ្លាប់តែធ្វើចេកធម្មតាថ្ងៃនេះសាកជាមួយចេកកមួនម្ដងមើលចង់នឹងឆ្ងាញ់មិនទៅដំបូងនេះគឺខ្ញុំដាក់ដាំទឹកសិនដើម្បីស្ងោរចេកទឹកនឹងដាក់មើលតាមមួយលិចចេកទៅបានហើយមិនដាក់ច្រើនពេកទេហើយខ្ញុំដាក់អំបិលចូលមកចាប់ដែរកូរអំបិលនោះឲ្យបានលាយសព្វល្អបន្ទាប់មកទឹកក្តៅហើយក៏ខ្ញុំចាប់ផ្ដើមដាក់ចេកស្ងោរហ្មងចេកនឹងយកមកពណ៌ឡើងខៀវទុកតាមអាយុនឹងឡើងក្រហមហ្មងខ្ញុំយកទៅដាក់ក្លាសេកុំឲ្យទុំញោពេកយកមកធ្វើបង្អែមអត់សូវឆ្ងាញ់ទេចេកដាក់ស្ងោរនឹងយើងតម្រៀបឲ្យស្អាតដាក់ឲ្យមានលំដាប់លំដោយមកចាំបិទគម្របក្របស្ងោរតាមួយផ្លែតនឹងឆ្អិនហើយលឿនខ្លាំងមែនតែនបើគម្របមកគឺថាឆ្អិនឡើងប្រេះសបកហ្មងណាក្លិនឡើងឈ្ងុយចេកកមួននេះឲ្យតែមានគឺម៉ាក់គាត់ផ្ញើឲ្យសារគាត់ដឹងតែចៅគាត់ចូលចិត្តឲ្យតែថានៅផ្ទះមានចេកដឹងតែគាត់ផ្ញើមកឲ្យហើយខ្ញុំស្ងោរនេះក៏ទុកឲ្យគាត់ញ៉ាំខ្លះដែរធ្វើបង្អែមខ្លះចឹងទៅទុកឲ្យគាត់ញ៉ាំស្ងោរអញ្ចឹងខ្លះស្រង់ចេកចេញមកគឺខ្ញុំទុកចេកនឹងឲ្យចោលត្រជាក់សិនណាបានយកមកបកកើតបកសបកចេកនឹងទាំងអស់ចឹងមកហើយបន្ទាប់មកគឺចាប់ផ្ដើមមកចិតចេកខ្ញុំប្រើកាបិតក្បាច់ចាចេកណារាងធំគឺខ្ញុំពុះជា3ចេកណារាងទូចខ្លីៗគឺខ្ញុំកាត់ជា2ហើយខ្ញុំមានក្របសាគូដែលខ្ញុំបានលាងហើយត្រាំជាមួយនឹងទឹកនេះមកសន្ទុះដែរហើយនឹងខ្ទិះដូងដំបូងគឺខ្ញុំចាប់ផ្ដើមដាក់ទឹកដាំដាក់មកល្មមអញ្ចឹងណាធ្វើបង្អែមតិចច្រើនបណ្ណាយើងលៃមើលទៅបន្ទាប់ពីដាក់ទឹកចូលក្នុងឆ្នាំងហើយគឺខ្ញុំចាប់ផ្ដើមដាក់ស្ងោរជាមួយនឹងសាគូបើសិនជាមានស្លឹកតើយដាក់មួយស្លឹកពីរស្លឹកទៅដើម្បីបង្អែមរបស់យើងកាន់តែឈ្ងុយតែខ្ញុំថ្ងៃនេះអត់មានតែខ្ញុំហៅក្របសាគូហើយអ្នកខ្លះខ្ញុំលើគាត់ហៅថាភ្នែកកែបពេលដែលស្ងោរក្របសាគូនឹងចាប់ដើមរីកឯងគឺខ្ញុំដាក់ចេកចូលហ្មងចំពោះស្ករគឺខ្ញុំអត់តន់ថែមទេខ្ញុំស្ងោរឲ្យសាគូរីកសិនបានថែមស្ករបើសិនជាដាក់ស្ករហើយបណ្ដាក់សាគូចូលហ្នឹងគឺយើងស្ងោរសាគូអត់បានរីកល្អទេអញ្ចឹងខ្ញុំស្ងោរក្របសាគូឲ្យបានរីកសិនណាពេលក្របសាគូរីកទៅមើលអត់ឃើញហ្មងប៉ុន្តែទឹកផ្អែមរបស់យើងគឺខាប់ល្អមែនតើខ្ញុំបន្ថយភ្លើងហើយខ្ញុំចាប់ដើមថែមស្ករសស្ករសនេះអត់កំណត់ថាប៉ុណ្ណាទេបងប្អូនចូលចិត្តប៉ុណ្ណាផ្អែមប៉ុណ្ណាដាក់ប៉ុណ្ណឹងទៅដាក់ស្ករហើយខ្ញុំដាក់អំបិលបន្តិចដើម្បីឲ្យបង្អែមនឹងមានរសជាតិផ្អែមកូរស្ករជាមួយនឹងអំបិលនឹងឲ្យបានលាយសព្វល្អនៅពេលដែលបង្អែមពុះគឺឆ្អិនរួចរាល់ហើយយើងបិទភ្លើងទៅខ្ទិះដូងចង់បន្ថែមឲ្យហើយក៏បានដាក់ក្រៅដូចខ្ញុំចេះក៏បានដែរបើសិនជាចង់ដាក់ខ្ទិះដូងនៅក្នុងនឹងឲ្យហើយពេលបង្អែមពុះយើងចាក់ខ្ទិះដូងចូលទៅកូរឲ្យសព្វទុកឲ្យពុះបន្តិចយើងបិទភ្លើងទៅពេលដាក់ខ្ទិះដូងមិនចាំងាស់ទេពុះបិទភ្លើងខ្ញុំចូលចិត្តដាក់ក្រៅអញ្ចេះឆ្ងាញ់ជាងឥឡូវហ្នឹងគឺផ្អែមខ្ញុំរួចរាល់ហើយក្តៅចេះក៏ញ៉ាំឆ្ងាញ់ដែរផ្អែមចេកខ្ទិះនេះចេកកមួននេះនៅពេលដែលស្ងោរញ៉ាំគឺរសជាតិវាផ្អែមហើយឈ្ងុយនៅក្នុងមាត់ហ្មងដល់ពេលយកមកធ្វើផ្អែមចេះហើយរសជាតិគឺកាន់តែឆ្ងាញ់ដាក់ចូលមាត់ទៅវាមានជាតិខ្ទិះហើយចេករបស់យើងទន់ផ្អែមឈ្ងុយពីខាងក្នុងមកហ្មងឆ្ងាញ់អញ្ចឹងបើបានធ្វើទៅវត្តគឺដឹងតែបានបនច្រើនហ្មង